តើមិនដែលឮពាក្យថាស្របតាមទេវតារស់ប្រឆាំងនឹងទេវតាវិនាសទេពេលនេះមហាអួយយើងលើកទ័ព1លាននាក់មានទ័ពរាប់ពាន់នាក់បើលោកពិតជាស្គាល់កលៈទេសៈមែននោះហេតុអីក៏មិនដកទ័ពត្រឡប់ទៅវិញយកអំណោយមកចោះចូលនឹងពួកខ្ញុំហ៊ានធានាថាលោកនឹងមានអំណាចធ្វើជាស្ដេចមួយអង្គហើយដំបូងខ្ញុំស្មានថាមន្ត្រីចាស់រាជការហាន់ប្រកាសជាមានទ្រឹស្ដីជ្រៅស្មោះម្ដងថាបបោមាត់ដកក្រហមរបស់លោកបែរជានិយាយនូវសម្ដីដែលធ្វើឲ្យគេមិនចូលចិត្តស្ដាប់បែបនេះសោះខ្ញុំមានពាក្យមួយម៉ាត់ពួកកងទ័ពចាំស្ដាប់លោកវាងឡើងទទួលគុណពីមហាហានចូលរាជការគឺដើម្បីបម្រើក្សត្របើនៅមានចិត្តធម៌តែបន្តិចគឺគួរតែជួយជ្រោមជ្រែងមហាក្សត្រលើកស្ទួយរាជការចំណែកលោកបែរជាលុបលន់បុណ្យស័ក្តិជួយដណ្ដើមរាជបល្ល័ង្កឲ្យចៅក្បត់លោកគួរតែរឿងក្បាលចូលទៅក្នុងស្នូកដើម្បីសង្ងំយកសុខពួននៅក្នុងប្រឡាយស្អុយធ្វើដោយកណ្ដុរលួចស៊ីហ៊ានមកនៅមុខកងទ័ពរបស់យើងនិយាយពីច្បាប់ទេវតាស្អីផងតើកញ្ចាស់សល់តែសក់ស្កើមិននឹងស្លាប់មែនលោកតើលោកមានមុខមាត់អីទៅជួបនឹងស្ដេចមហាហាន24អង្គនោះលោកតើកញ្ចាស់ឯនេះត្រឡប់ទៅវិញទៅសម្លាប់តែឯងនាំតែប្រឡាក់កំណត់យើង